បាទប្រជាពលរដ្ឋបានឮសូរសំឡេងការផ្ទុះអាវុធនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃបាទសំឡេងការផ្ទុះអាវុធចំនួន3គ្រាប់នៅក្នុងទឹកដីថៃបាទទល់មុខភូមិអូបៃជន់នៅកាលពីវេលាម៉ោង10:43នាទីយប់បាទគឺស្ថិតនៅថ្ងៃទី30កញ្ញា2025បាទគឺនៅក្បែរបង្គោលសីមាលេខ44ក្នុងភូមិសាស្ត្រឃុំអូបៃជន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ បាទលោកតុលសារិនមេឃុំអូបៃជន់បានប្រាប់ឲ្យដឹងថាបាទគេបានឮសូរសំឡេងការផ្ទុះអាវុធដៃចំនួន3គ្រាប់ទាំងកណ្ដាលយប់នៅក្នុងទឹកដីថៃដែលឈោមជាមួយនឹងព្រំដែនប្រទេសកម្ពុជាជាភូមិសាស្ត្រស្ថិតនៅក្នុងឃុំអូបៃជន់ដែលក្រមទាហានថៃបានធ្វើសកម្មភាពរំលោភបំពានមកលើទឹកដីនិងអធិបតេយ្យភាពរបស់កម្ពុជាបាទលោកបានបញ្ជាក់ផងដែរថាបាទក្នុងនោះគឺមានទាំងដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាដែលស្ថិតនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទបាទត្រូវបានកងទ័ពថៃធ្វើសកម្មភាពពុតបន្លាលួសបំពេញច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទាំងឡាយដែលថៃបានធ្វើជាមួយនឹងកម្ពុជាផងដែរបាទលោកអភិបាលរងខេត្តបន្ទាយមានជ័យនិងជំនាញអំពាកបានបញ្ជាក់ថាការផ្ទុះអាវុធចំនួន3គ្រាប់បាទជាប្រភេទអាវុធដៃធុនតូចទាំងកណ្ដាលយប់នៅក្នុងភូមិសាស្ត្រខាងលើគឺថៃបានធ្វើសកម្មភាពចល័តនិងពង្រាយទ័ពបាទផ្ទុយនឹងបទឆបាញ់ដែលថៃបានធ្វើជាមួយនឹងកម្ពុជាផងដែរបាទលោកបានបញ្ជាក់ថាសម្លេងផ្ទុះនៅការប្រយុទ្ធមិញបាទគេមិនទាន់ដឹងថាជាការផ្ទុះដោយសារមូលហេតុអ្វីនោះទេបាទពីព្រោះថានាពេលកន្លងមកនៅក្នុងទឹកដីនៃភូមិសាស្ត្រខាងលើបាទគេតែងតែឮសូរសម្លេងផ្ទុះអាវុធជាញឹកញាប់បាទតែភាគីកម្ពុជាមិនដែលធ្វើសកម្មភាពឆ្លើយតបណាមួយឡើយបាទដោយរក្សាបានយ៉ាងខ្ជាប់ខ្ជួនបំផុតនៅស្មារតីនៃកិច្ចព្រមព្រៀងផងដែរបាទលោកអភិបាលរងខេត្តបន្ទាយមានជ័យក៏បានបញ្ជាក់ផងដែរថាបាទជាការកត់សម្គាល់បាទថៃតែងតែធ្វើសកម្មភាពបង្កហេតុនានានៅតាមបន្ទាត់ព្រំដែនជាមួយនឹងកម្ពុជាអំឡុងពេលអនុវត្តនៅបទចុបបាញ់បាទគឺក្នុងចេតនាអុចអាលឲ្យភាគីកម្ពុជាមានការផ្ទុះអាវុធតបតទៅនឹងភាគីថៃតាមបន្ទាត់ព្រំដែនបាទសូមបញ្ជាក់ផងដែរថាបើទោះបីជានៅកាលពីយប់ថ្ងៃទី30កញ្ញា2025បាទកន្លងទៅនេះគឺគេបានឮសូរសំឡេងការផ្ទុះអាវុធនៅក្នុងទឹកដីថៃក៏ពិតមែនបាទតែរហូតមកដល់ម៉ោង7ព្រឹកស្ថិតនៅថ្ងៃទី1តុលា2025នេះបាទគឺស្ថានភាពនៅក្នុងភូមិសាស្ត្រឃុំអូបៃជន់បាទជាពិសេសគឺនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទគឺមានសភាពការនៅធម្មតានោះទេបាទនេះជាព័ត៌មានតកតងនឹងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងឃុំអូបៃជន់បានឮសូរសំឡេងការផ្ទុះអាវុធចំនួន3គ្រាប់ពីខាងព្រំដែនភាគីនៃទឹកដីថៃបាទប៉ុន្តែគេមិនទាន់ដឹងថាការផ្ទុះអាវុធនៅខាងទឹកដីថៃនៅកាលពីយប់ថ្ងៃទី30នោះគឺមិនទាន់ដឹងអំពីមូលហេតុច្បាស់ឡើយទេបាទអរគុណបងប្អូនទាំងអស់គ្នាមកយើងនឹងបន្តតាមដានបាទព័ត៌មានថ្មីៗជាបន្តទៀតសម្រាប់ពេលនេះខ្ញុំបានសូមគោរពលាសូមអរគុណ